Hello， 大家好，欢迎来到 PPL 分享中文。今天我们将继续学习第3课的绘画。បាទសួស្តីទៅកាន់មិត្តរួមថ្នាក់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់ PPL ចែករំលែកភាសាចិនថ្ងៃនេះយើងនឹងបន្តការសិក្សាមេរៀនសន្ទនាទី3របស់យើងនេះបាទកុំឲ្យខាតពេលយូរដូច្នេះយើងចូលទៅកាន់មេរៀនយើងតែម្ដងបាទសូមមើល clear របស់យើងគេបាននិយាយថា下个星期我们要考试了你今天有时间跟我一起复习吗？有些生词和语法我还没有完全明白，想请你帮我一起练习。ម្ដងទៀត下个星期我们要考试了你今天有时间跟我一起复习吗？有些生词和语法我还没有完全明白想请你帮我一起练习បាទយើងបកប្រែថាសប្តាហ៍ក្រោយយើងត្រូវប្រឡងហើយថ្ងៃនេះតើអ្នកមានពេលទំនេររំលឹកមេរៀនជាមួយខ្ញុំទេមានពាក្យថ្មីនិងវេយ្យាករណ៍ខ្លះដែលខ្ញុំនៅមិនទាន់យល់ច្បាស់នៅឡើយទេដូច្នេះខ្ញុំចង់ឲ្យអ្នកជួយវឹកហាត់វាជាមួយខ្ញុំបាទនៅត្រង់នេះការបកប្រែរបស់ខ្ញុំបានបញ្ចូលអត្ថន័យខ្លះដើម្បីឲ្យស្ដាប់ទៅវាទំនងណាបាទសូមមើលពាក្យថា下个星期下个星期ប្រែថាសប្តាហ៍ក្រោយសប្តាហ៍ក្រោយគេនិយាយបានច្រើនយ៉ាងណាតែនៅត្រង់នេះខ្ញុំលើកយកពាក្យនឹងយកមកបង្រៀនសិនណាបាទពាក្យថា考试យើងប្រែថាប្រឡងចំណែកពាក្យថា有时间ប្រែថាមានពេលឬក៏មានពេលវេលាណាពាក្យថា时间យើងប្រែថាពេលវេលាឬក៏អាចប្រែថាម៉ោងណាពាក្យថា一起复习ប្រែថារំលឹកជាមួយគ្នារំលឹកមេរៀនរំលឹកអីជាមួយគ្នាណាពាក្យហ្នឹងបាទពាក្យថា一起ប្រែថាជាមួយគ្នាចំណែកពាក្យ复习ប្រែថារំលឹកមេរៀនអីហ្នឹងណាបាទពាក្យថា有些ប្រែថាមានខ្លះឬក៏មានខ្លះក៏លេខមកមើលពាក្យ生词យើងប្រែថាពាក្យថ្មីរីឯពាក្យថា语法ប្រែថាវេយ្យាករណ៍ក៏លេខមកមើលពាក្យ完全明白យើងប្រែថាយល់ច្បាស់ឬក៏យល់ទាំងស្រុងអាពាក្យ明白ហ្នឹងយើងអាន明白ក៏បានដែរណាយើងអានតង់明白ក៏បានឬក៏អាន明白ក៏បានដែរបាទអញ្ចឹងសូមម្ដងទៀត完全明白យល់ច្បាស់ឬក៏យល់ច្បាស់ទាំងស្រុងពាក្យថា完全ប្រែថាទាំងស្រុងចំណែកពាក្យ明白យើងអាន明白ក៏បានអាន明白ក៏បានអញ្ចឹងខ្ញុំសូមអាន明白ប្រែថាយល់ពាក្យថា一起练习យើងប្រែថាវឹកហាត់ជាមួយគ្នាណាពាក្យថា练习ប្រែថាវឹកហាត់ពេលខ្លះយើងអាចប្រែថាលំហាត់ក៏បានដែរណាសូមអាននិងបកប្រែ clear យើងម្ដងទៀតទាំងអស់គ្នា下个星期我们要考试了你今天有时间跟我一起复习吗有些生词和语法我还没有完全明白想请你帮我一起练习សប្តាហ៍ក្រោយយើងត្រូវប្រឡងហើយតើថ្ងៃនេះអ្នកមានពេលដើម្បីរំលឹកមេរៀនជាមួយខ្ញុំទេមានពាក្យថ្មីខ្លះនិងវេយ្យាករណ៍ខ្លះដែលខ្ញុំមិនទាន់យល់នៅឡើយទេដូច្នេះខ្ញុំចង់ឲ្យអ្នកជួយវឹកហាត់វាជាមួយខ្ញុំអាហ្នឹងខ្ញុំបញ្ចេញបញ្ចូលបន្តិចណាដើម្បីឲ្យវាមានន័យពីរោះបន្តិចណាបាទសូមមើល clear B របស់យើងបានឆ្លើយថា当然可以我们可以先复习今天的课文再一起做练习如果遇到不会的问题我们可以一起讨论当然可以我们可以先复习今天的课文再一起做练习如果遇到不会的问题我们可以一起讨论
បើយើងបកប្រែថាពិតជាបានយើងអាចរំលឹកមេរៀនថ្ងៃនេះជាមុនសិនហើយបន្ទាប់មកចាំធ្វើលំហាត់ជាមួយគ្នាបើជួបសំណួរដែលមិនចេះយើងអាចពិភាក្សាជាមួយគ្នាបានឬក៏យើងអាចបកម្យ៉ាងទៀតថាប្រកាសជាបានយើងអាចរំលឹកមេរៀនថ្ងៃនេះជាមុនសិនហើយបន្ទាប់មកចាំធ្វើលំហាត់ធ្វើការវឹកហាត់ជាមួយគ្នាបើជួបបញ្ហាត្រង់ណាដែលមិនចេះហ្នឹងយើងអាចពិភាក្សាជាមួយគ្នាបានបាទសូមមើលត្រង់ឃ្លាថា今天的课文今天的课文ប្រែថាមេរៀនថ្ងៃនេះឬក៏អត្ថបទមេរៀនថ្ងៃនេះពាក្យខវិនប្រែថាអត្ថបទមេរៀនអាចប្រែបំបត្តិយ៉ាងខ្លីថាមេរៀនក៏បានដែរណាពាក្យថា在一起ប្រែថាចាំចុចជាមួយគ្នាឬក៏ចុចជាមួយគ្នាម្ដងទៀតវាបញ្ជាក់ពីសកម្មភាពដែលត្រូវធ្វើបន្ថែមឬក៏ធ្វើសារជាថ្មីនៅពេលក្រោយណាបាទចំណែកពាក្យថាជក់លៀនស៊ីប្រែថាធ្វើលំហាត់ឬក៏ធ្វើការវឹកហាត់ចំណែកពាក្យអ៊ីតោប្រែថាជួបឬក៏ជួបប្រទះពាក្យថាពូហួយកន្លែងហ្នឹងមូលហេតុដែលខ្ញុំអានពូហួយដោយសារតែពុហ្នឹងក៏ជាសលេងទី4ហួយហ្នឹងក៏ជាសលេងទី4អញ្ចឹងទៅពុហ្នឹងគឺយើងលែងអានពុទៀតហើយយើងអានពូហួយប្រែថាមិនចេះឬក៏មិនអាចពាក្យថា不会的问题ប្រែថាសំណួរដែលមិនចេះឬក៏អាចប្រែថាលំហាត់ដែលមិនអាចធ្វើបានអាចប្រែម្យ៉ាងទៀតថាបញ្ហាដែលមិនអាចកើតឡើងបានស្ថិតនៅលើកលៈទេសៈនៅពេលនិយាយណាពាក្យថា问题ប្រែថាបញ្ហាអាចប្រែបានថាលំហាត់ឬក៏ក្នុងន័យខ្លះយើងអាចប្រែថាកំហុសឆ្គងពាក្យថា一起讨论យើងប្រែថាពិភាក្សាជាមួយគ្នាពាក្យ讨论យើងប្រែថាពិភាក្សាបាទសូមអាននិងបកប្រែឃ្លា B យើងម្ដងទៀតទាំងអស់គ្នា当然可以我们可以先复习今天的课文再一起做练习如果遇到不会的问题我们可以一起讨论ពិតជាបានយើងអាចរំលឹកមេរៀនថ្ងៃនេះជាមុនសិនហើយបន្ទាប់មកចាំធ្វើលំហាត់ជាមួយគ្នាបើជួបសំណួរដែលមិនចេះយើងអាចពិភាក្សាជាមួយគ្នាបានរីឯឃ្លា A របស់យើងគេបាននិយាយថា太好了跟你一起学习我觉得比较容易理解也更有信心参加考试谢谢你一直帮助我សូមម្ដងទៀត太好了跟你一起学习我觉得比较容易理解也更有信心参加考试谢谢你一直帮助我ល្អណាស់ពេលរៀនជាមួយអ្នកខ្ញុំមានអារម្មណ៍ថាងាយយល់ច្បាស់ជាងហើយក៏មានជំនឿចិត្តក្នុងការចូលរួមការប្រឡងផងដែរអរគុណដែលអ្នកតែងតែជួយខ្ញុំរហូតមកពាក្យថ្មីនៅក្នុងឃ្លាយើងមានពាក្យថា觉得ប្រែថាគិតថាឬក៏អាចប្រែថាយល់ថាពេលខ្លះយើងអាចប្រែថាមានអារម្មណ៍ថាក៏បានដែរណាចំណែកពាក្យថាពីចោយើងប្រែថាជាងមិនជាងឈើជាងដែកអីណាជាងនេះគឺជាជាងនៅក្នុងការប្រៀបធៀបអ្វីមួយណាបាទអញ្ចឹងយើងប្រែថាជាងប្រើចំពោះការប្រៀបធៀបណាបាទពាក្យថារងអ៊ីយើងប្រែថាងាយស្រួលឬក៏ងាយនឹងពាក្យថាលីជាប្រែថាយល់ឬក៏អាចប្រែថាយល់ដឹងការយល់ដឹងពីអត្ថន័យទ្រឹស្ដីឬក៏ខ្លឹមសារនៃសៀវភៅឬក៏សម្ដីនរណាម្នាក់ហ្នឹងយើងប្រើពាក្យថាលីជាហ្នឹងគឺយើងប្រែថាយល់ឬក៏យល់ដឹងពាក្យថាគឹងយោយើងប្រែថាកាន់តែមានឬក៏អាចប្រែថារឹតតែមានកាន់តែមានលុយកាន់តែមានអីចឹងទៅគឹងយោជ្រៀនអីចឹងទៅណាបាទពាក្យថាស៊ីនយើងប្រែថាជំនឿចិត្តឬក៏អាចប្រែថាទំនុកចិត្តពេលខ្លះយើងអាចប្រែថាភាពជឿជាក់ណាបាទពាក្យថា参加考试ប្រែថាចូលរួមការប្រឡងពាក្យ参加ប្រែថាចូលរួមរីឯពាក្យថា考试ប្រែថាប្រឡងកលេចមកមើលពាក្យថា一直
ប្រែថារហូតមកឬក៏យើងអាចប្រែថារហូតអាចប្រែថាតែងតែបាទអញ្ចឹងពាក្យថា一直帮助一直帮助ប្រែថាជួយរហូតមកឬក៏តែងតែជួយជារៀងរហូតមកមកណាបាទសូមអាននឹងបកប្រែ clear A យើងម្ដងទៀតទាំងអស់គ្នា太好了跟你一起学习我觉得比较容易理解也更有信心参加考试谢谢你一直帮助我ល្អណាស់ពេលរៀនជាមួយអ្នកខ្ញុំមានអារម្មណ៍ថាងាយស្រួលយល់ជាងហើយក៏មានជំនឿចិត្តក្នុងការចូលរួមការប្រឡងផងដែរអរគុណដែលអ្នកតែងតែជួយខ្ញុំជារៀងរហូតមកបាទ Clip B របស់យើងគេបានឆ្លើយថា不用客气同学之间应该互相学习互相鼓励只要我们认真复习我相信我们一定会考得很好ម្ដងទៀតណា不用客气同学之间应该互相学习互相鼓励只要我们认真复习我相信我们一定会考得很好បាទយើងបកប្រែថាកុំគួរសមអីក្នុងនាមជាមិត្តរួមថ្នាក់យើងគួរតែរៀនសូត្រពីគ្នាទៅវិញទៅមកនិងលើកទឹកចិត្តគ្នាទៅវិញទៅមកដរាបណាយើងរំលឹកមេរៀនដោយយកចិត្តទុកដាក់ខ្ញុំជឿជាក់ថាយើងនឹងប្រឡងបានលទ្ធផលល្អជាមិនខានបាទសម្រាប់ Clip B របស់យើងមានពាក្យថ្មីពាក្យថា互相学习互相学习ប្រែថារៀនសូត្រពីគ្នាទៅវិញទៅមកឬក៏រៀនពីគ្នាទៅវិញទៅមកសិក្សាពីគ្នាទៅវិញទៅមកណាពាក្យមួយទៀតថា互相鼓励互相鼓励ប្រែថាលើកទឹកចិត្តគ្នាទៅវិញទៅមកពាក្យថាគូលីគូលីប្រែថាលើកទឹកចិត្តចំណែកឯពាក្យ只要ប្រែថាដរាបណាឬក៏អាចប្រែថាឲ្យតែពាក្យថា认真ប្រែថាយកចិត្តទុកដាក់ពេលខ្លះយើងអាចប្រែថាម៉ត់ចត់ប្រែថាប្រកបប្រជាឬក៏អាចប្រែថាមែនតែនឲ្យតែនៅក្នុងន័យមួយដែលថាអត់ចេះលេងសើចហ្មងណាពាក្យហ្នឹងគឺធ្វើអីមួយយកចិត្តទុកដាក់ម៉ត់ចត់ហ្មងធ្វើមែនតែនហ្មងណាបាទពាក្យថា相信ប្រែថាជឿឬក៏ជឿជាក់ពាក្យថា会考得很好会考得很好ប្រែថាអាចនឹងប្រឡងបានលទ្ធផលល្អឬក៏អាចនឹងប្រឡងបានល្អណាបាទពាក្យថា考得很好考得很好យើងអាន考得很好ក៏បានអាន考得很好ក៏បានណាបាទអញ្ចឹងខ្ញុំសូមអាន考得很好ប្រែថាប្រឡងបានល្អណាស់ឬក៏ប្រឡងបានលទ្ធផលល្អបាទសូមអាននឹងបកប្រែ Clear B យើងម្ដงទៀត不用客气同学之间应该互相学习互相鼓励只要我们认真复习我相信我们一定会考得很好កុំគួរសមអីក្នុងនាមជាមិត្តរួមថ្នាក់យើងគួរតែរៀនសូត្រពីគ្នាទៅវិញទៅមកនិងលើកទឹកចិត្តគ្នាទៅវិញទៅមករាបណាពួកយើងរំលឹកមេរៀនដោយយកចិត្តទុកដាក់ខ្ញុំជឿជាក់ថាយើងនឹងប្រឡងបានលទ្ធផលល្អជាមិនខានបាទនៅពេលនេះសូមបងប្អូនទាំងអស់គ្នាធ្វើការរំលឹកមេរៀនសន្ទនារបស់យើងទាំង4ឃ្លានៅក្នុងថ្ងៃនេះជាមួយខ្ញុំទាំងអស់គ្នាដោយអានទាំងភាសាចិននិងបកប្រែជាភាសាខ្មែរបាទអូខេសូមចាប់ផ្ដើម A 下个星期我们要考试了你今天有时间跟我一起复习吗有些生词和语法我还没有完全明白想请你帮我一起练习សប្តាហ៍ក្រោយយើងត្រូវប្រឡងហើយថ្ងៃនេះអ្នកមានពេលទំនេរដើម្បីរំលឹកមេរៀនជាមួយខ្ញុំទេមានពាក្យថ្មីនិងវេយ្យាករណ៍ខ្លះដែលខ្ញុំនៅមិនទាន់យល់ច្បាស់នៅឡើយទេដូច្នេះខ្ញុំចង់សូមឲ្យអ្នកជួយវឹកហាត់ជាមួយខ្ញុំ B 当然可以我们可以先复习今天的课文再一起做练习如果遇到不会的问题我们可以一起讨论ពិតជាបានយើងអាចរំលឹកមេរៀនថ្ងៃនេះជាមុនសិនហើយបន្ទាប់មកចាំធ្វើលំហាត់ជាមួយគ្នាបើជួបសំណួរដែលមិនចេះយើងអាចពិភាក្សាជាមួយគ្នាបាន A 太好了跟你一起学习我觉得比较容易理解也更有信心参加考试谢谢你一直帮助我ល្អណាស់ពេលរៀនជាមួយអ្នកខ្ញុំមានអារម្មណ៍ថាងាយស្រួលយល់ជាងហើយក៏មានជំនឿចិត្តក្នុងការចូលរួមការប្រឡងផងដែរអរគុណដែលអ្នកតែងតែជួយខ្ញុំរហូតមក B 不用客气
同学之间应该互相学习，互相鼓励。只要我们认真复习，我相信我们一定会考得很好。កុំគួរសមអីក្នុងនាមជាមិត្តរួមថ្នាក់យើងគួរតែរៀនសូត្រពីគ្នាទៅវិញទៅមកនិងលើកទឹកចិត្តគ្នាទៅវិញទៅមកដរាបណាយើងរំលឹកមេរៀនដោយយកចិត្តទុកដាក់ខ្ញុំជឿថាយើងនឹងប្រឡងបានលទ្ធផលល្អជាមិនខានបាទខ្ញុំសូមស្លេះមេរៀនយើងត្រឹម4ឃ្លានេះសិនសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយកចិត្តទុកដាក់សិក្សារៀនសូត្រជាពិសេសត្រូវកត់ត្រាទុកឲ្យបានគ្រប់គ្នាប្រសិនបើបងប្អូនយល់ថាវីដេអូក៏ដូចជាយល់ថាការបង្រៀនរបស់ខ្ញុំមានប្រយោជន៍ចំពោះបងប្អូនសម្រាប់ការរៀនសូត្របងប្អូនអាចចុច Subscribe Channel YouTube របស់ខ្ញុំរួចដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានមេរៀននិងព័ត៌មានថ្មីៗពីខាងខ្ញុំបាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយមេរៀនទី3ភាគ4ជាមួយខ្ញុំបាទ PPL ចែករំលែកភាសាចិនថុងស៊ឺមិនចៃជៀន